តាអ្នកដឹងដែរឬទេថាយានអាប៉ូឡូទី17គឺជាបេសកកម្មចុងក្រោយបង្អស់នៃកម្មវិធីអាប៉ូឡូរបស់យុគដ្ឋានអវកាសសហរដ្ឋអាមេរិកឬហៅកាត់ថា NASA ហើយក៏ជាភារកិច្ចចុងក្រោយរបស់មនុស្សដែលបានធ្វើដំណើរជុំវិញលកគោចររបស់ព្រះច័ន្ទនិងជាលើកចុងក្រោយដែលមនុស្សអាចប៉ះផ្ទាល់ជាមួយនឹងផ្ទៃដីឋានព្រះច័ន្ទដែរមកទល់សពថ្ងៃនេះគឺជិត60ឆ្នាំហើយមិនទាន់មានបេសកកម្មណាដែលអាចនាំយកមនុស្សទៅប៉ះផ្ទាល់ជាមួយនឹងផ្ទៃដីឋានព្រះច័ន្ទម្ដងទៀតបាននោះទេដោយគ្រាន់ត្រឹមតែមានគម្រោងប៉ុន្តែមិនទាន់បានសម្រេចនៅឡើយនោះទេយានអាប៉ូឡូទី17ត្រូវបានបាញ់បង្ហោះនៅថ្ងៃទី7ខែធ្នូឆ្នាំ1972នៅរដ្ឋ Florida ដែលមានអាកាសយានិកចំនួន3នាក់ម្នាក់ជាអ្នកបញ្ជាយានធំហើយម្នាក់ទៀតជាអ្នកបញ្ជាយានដើម្បីចុះចតទៅឋានព្រះច័ន្ទហើយមានអាកាសយានិកតែម្នាក់គត់ដែលចុះទៅប៉ះផ្ទៃដីឋានព្រះច័ន្ទចំណុចដែលយានបានចុះចតនៅលើឋានព្រះច័ន្ទគឺឈ្មោះ Taras Litros ដោយបានចំណាយពេលជាង75ម៉ោងនិងបានចុះផ្ទាល់ទៅប៉ះផ្ទៃដីឋានព្រះច័ន្ទចំនួន3ដងយានអាប៉ូឡូទី17បានវិលត្រឡប់មកដល់ផែនដីវិញនៅថ្ងៃទី19ខែធ្នូឆ្នាំ1972ដោយសុវត្ថិភាពហើយលោក Eugene Cernan គឺជាមនុស្សចុងក្រោយបង្អស់ដែលបានដើរទៅលើផ្ទៃដីភពព្រះច័ន្ទហើយរហូតមកទល់បច្ចុប្បន្ននេះមិនទាន់មានមនុស្សម្នាក់ណាអាចទៅដើរលើផ្ទៃដីភពព្រះច័ន្ទបានម្ដងទៀតនៅឡើយនោះទេ